ទូការតវ៉ាក្នុងខេត្តឈុនបុរីក្រោយពលរដ្ឋថៃរកឃើញក្រដាសបោះឆ្នោតផ្លូវការស្ថិតនៅក្នុងធុងសម្រាមមនុស្សជាច្រើននាំគ្នាចេញតវ៉ានៅមណ្ឌលបោះឆ្នោតទី1ក្នុងខេត្តឈុនបុរីប្រទេសថៃដោយធ្វើឲ្យសភាពការកាន់តែពុះគញ្ជ្រោលខ្លាំងបន្ទាប់ពីក្រុមអ្នកតវ៉ាបានរកឃើញក្រដាសបោះឆ្នោតផ្លូវការត្រូវគេយកទៅបោះចោលក្នុងធុងសម្រាមនៅឯកីឡដ្ឋានវាយសីដែលជាទីកន្លែងទុកដាក់หีបឆ្នោតគណៈការរកឃើញនេះបានធ្វើឲ្យប្រជាពលរដ្ឋថៃកាន់តែមានមន្ទិលសង្ស័យខ្លាំងលើតម្លាភាពនៃការកាន់កាប់ស្លឹកឆ្នោតក្រុមអ្នកតវ៉ាបានលើកឡើងពីភាពមិនប្រក្រតីជាច្រើនដូចជាหีបឆ្នោតមិនត្រូវបានបិទស្លាកលេខការពារត្រឹមត្រូវស្លាកសញ្ញាសុវត្ថិភាពត្រូវបានដាច់ចេញหีបឆ្នោតខ្លះហាក់ដូចជាត្រូវបានគេលួចបាកដោយគ្មានហត្ថលេខាមន្ត្រីទទួលស្គាល់និងការច្របល់ចូលគ្នារវាងស្លឹកឆ្នោតពណ៌បៃតងតំណាងគណៈបកនយោបាយនិងពណ៌ផ្កាឈូកតំណាងបេក្ខជនតំណាងរះលើសពីនេះគេក៏បានរកឃើញខ្សែជ័រសម្រាប់ចងหีបឆ្នោតជាច្រើនដែលមិនទាន់បានប្រើផ្ទុយពីការអះអាងរបស់មន្ត្រីដែលថាខ្សែចងបានប្រើអស់ហើយភាពរកម្មរកូននេះបានកើតឡើងខណៈដែលប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តឈុនបុរីបានចាកចេញពីទីកន្លែងកើតហេតុក្រោមការការពារពីមន្ត្រីសន្តិសុខប៉ុន្តែអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតលោកឆានីនណុយលេកត្រូវក្រុមអ្នកតវ៉ារារាំងមិនឲ្យចាកចេញទៅណាឡើយលោកឆានីនបានប្រាប់ដែរថាលោកនឹងនៅទីនោះទាល់តែមានមន្ត្រីដែលមានអំណាចមកដល់ដើម្បីសម្រេចចិត្តលើការរាប់សន្លឹកឆ្នោតឡើងវិញបច្ចុប្បន្នក្រុមអ្នកតវ៉ាកំពុងទាមទារឲ្យអភិបាលខេត្តឈុនបុរីឬអាជ្ញាធរជាន់ខ្ពស់ចេញមុខមកអន្តរាគមន៍ដើម្បីរាប់សន្លឹកឆ្នោតឡើងវិញ